លោកត្រាំចោទថៃថាជាតួអង្គផ្ដាំសង្គ្រាមថៃអាចនឹងត្រូវនាំខ្លួនទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC និងតុលាការ ICJ នៅដើមឆ្នាំ2026បើនៅបន្តឈ្លានពានកម្ពុជាប្រធានាធិបតីអាមេរិក Donald Trump បានចាត់ប្រកាន់ថៃថាមិនអាចគ្រប់គ្រងស្ថានភាពតានតឹងជាមួយកម្ពុជាហើយបានផ្ដើមសង្គ្រាមជាថ្មីវាយប្រហារមកលើកម្ពុជាលោក Trump បានលើកឡើងថាការប្រយុទ្ធគ្នារវាងថៃនិងកម្ពុជាបានផ្ទុះឡើងសារជាថ្មីទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពកើតឡើងក្រោមការសម្របសម្រួលរបស់លោកក៏ដោយថ្លែងទៅកាន់អ្នកសារព័ត៌មានលោក Trump បាននិយាយដូចនេះថាអ្នកដឹងទេខ្ញុំបានដោះស្រាយសង្គ្រាមចំនួន8តែឥឡូវនេះអ្នកដឹងទេថៃបានចាប់ផ្ដើមវាយប្រហារកម្ពុជាដែលបានបង្កសង្គ្រាមឡើងវិញលោក Trump ក៏បានប្រាប់ទៅលោក Marco Rubio ឲ្យពន្យាការបញ្ចប់សង្គ្រាមថៃកម្ពុជានេះលាយបាទលាយអត់មានបណ្ណាចាប់អារម្មណ៍ទេលោកហើយបណ្ណាចាប់អារម្មណ៍ទេចែកជើងហើយចុយហើយតិចភពផែនដី